Ok ta,ឥឡូវយើងមកបន្តវីដេអូពីបន្តទៀតទៅតាមត្រង់ limit រៀងកំណត់ដដែលណាឥឡូវកុំឲ្យវែងឆ្ងាយលោកគ្រូនឹងធ្វើដំណោះស្រាយជូនបងប្អូនទាំងគ្នាមើលបាទឥឡូវយើងមកមើលលំហាត់ទី3ជាមុនសិនណាអញ្ចឹង limit ហ្នឹងគឺជាទម្រង់សន្និទានបើន័យថាវាទម្រង់ប្រភេទណាបាទអញ្ចឹងយើងដាក់មកដោយសារ limit នឹងរៀងកំណត់អញ្ចឹងដាក់រៀងកំណត់បាទអញ្ចឹងរៀងកំណត់អញ្ចឹងណាមិនបាច់ដាក់ក៏បានដែរកន្លែងដោយសារតែវារៀងកំណត់ស្រាប់ហើយណាដោយសារគេកំណត់ប្រធានខាងលើថារៀងកំណត់អញ្ចឹងគូចំនួនលេខចូលមកបាទអញ្ចឹងកន្លែងណាមាន x ចំនួនដោយគេយើងរៀនហើយការវីដេអូមុនសារវា limit កំណត់អញ្ចឹងគូចំនួនកន្លែងណាមាន x ដោយលេខ3ដោយសារ x គឺត្រូវ3អញ្ចឹងក៏ដាក់3គុណជាមួយនឹងយក3នេះទៅជួសចូលកន្លែង x 3ជួសចូលកន្លែង x នេះអញ្ចឹងណាបាទអញ្ចឹងជួសមកបានបើក3គុណ3ហើយបូកជាមួយនឹង2បាទអញ្ចឹងខាងក្រោមគឺ3ដក3បាទហើយស្មើជាមួយនឹងអីដែរអញ្ចឹងកន្លែងហ្នឹងយើង3គុណ3 9បូកជាមួយនឹង2ចែកបាទជាមួយនឹង3ដក3 0បាទអញ្ចឹង9បូក2 11 11លើ0បាទចេញអីអញ្ចឹងតែចាំណាកាលណា11លើ0យើងមើលលេខហ្នឹងមានន័យបាទខាងលើមានន័យតែភ័ក្ត្របែងអត់មានន័យអញ្ចឹងគេបាននិយាយថាកាលណាប្រភេទភ័ក្ត្របែងខុសស្មើ0ប្រភេទហ្នឹងគ្មានន័យទេមិនអញ្ចឹងហ៎អញ្ចឹងប្រភេទមានន័យលុះត្រាតែភ័ក្ត្របែងខុសពី0តែមកភ័ក្ត្របែងយើងស្មើ0យកអត់មានន័យពាក្យថាអត់មានន័យកំណត់អត់បានយល់ទេបើថាតម្លៃទាំងអស់ហ្នឹងកំណត់អត់បានតែម្ដងបើកំណត់បានចម្លើយវាគឺអត់ដឹងចម្លើយអីជាក់លាក់ទេអញ្ចឹងវាចេញអាណន់យល់ទេអត់ដឹងតម្លៃលេខណាមួយទេវាចេញអាណន់អញ្ចឹងតែចាំណាមួយចំនួនលើ0ចេញអាណន់អញ្ចឹងគូណូតនៅខាងក្រោមហើយណាកាលណាលេខលើ0ចំពោះតម្លៃ limit ណាដែល limit លេខលើ0វាចេញអាណន់តែចាំណាឲ្យតែ limit អាហ្នឹងចំពោះ limit កុំណាបាទ limit អូខេអញ្ចឹងគ្រូមិនបាច់ដាក់ដូចនេះទេឥឡូវយើងអាចរៀនខ្លួនឯងបាទជានេះគឺគំរូគ្រូធ្វើឲ្យឥឡូវយើងមើលទៅលំហាត់មួយទៀតណាអាចសើជាលំហាត់ផ្សេងស្តីងនឹងបានអាចមកអនុវត្តធ្វើតើយើងមើលមួយទៀតរៀងហ្នឹងគឺកំណត់គេកំណត់ពីលើថារៀងកំណត់អញ្ចឹងបើអត់គេកំណត់ថាគេនៃ limit ធម្មតាគុណមើលទៅជំនួសលេខចូលបើសិនភាគយកហ្នឹងខុសពី0វាបាញ់ខុសពី0អាហ្នឹងមិនមែនរៀង0លើ0ទេតែបើសិនជាអាណាមួយខុសពី0អាហ្នឹងក៏មិនមែនរៀន0លើ0ដែរបើតើរៀន0លើ0ឬត្រូវវា0ទាំងពីរវីដេអូបន្តទៀតយើងនឹងរៀនពីវាមេរៀនបន្តទៀតអញ្ចឹងណាបាទខ្លឹមសារបន្តទៀតតើឥឡូវយើងមើលជួសលេខចូលលំហាត់នេះ x កាត់សរុបដក1ជួសចូលកន្លែងហ្នឹងមកបានអីគេមកអញ្ចឹងដក1យើងជួសចូលកន្លែង x ដក1ជួសចូលកន្លែង x ការ៉េជួសចូលកន្លែង2គុណ x មកយើងឃើញចម្លើយអញ្ចឹងយកដក1បាទហើយដកជាមួយលេខ2អត់មានអីជំនួសទៅវាដែរអញ្ចឹងអានេះជួយដក1លើកជាការ៉េហើយបូកជាមួយនឹង2កតាយក x ជួសចូលដោយដក1ហើយត្រូវបូកជាមួយនឹងបាទបូកជាមួយនឹង1អូខេខ្ញុំបន្តមកទៀតយើងដាក់ដក1និងដក2វាចេញដក3គេនេះលេខមកណាបាទមួយទៀតតោះដក1ការ៉េ1អញ្ចឹងហ៎បាទដក2ហើយបូក1តើយើងមើលតទៀតដក3ហើយភាគបែងយើង1បូកជាមួយនឹង1ចេញ2 2ដក2 0ទៀតអញ្ចឹងកាលណាមួយចំនួនលើ0ចេញអាណន់បាទមិនដាក់បូកដកអាណន់ទេកន្លែងហ្នឹងដោយសារវាយើងមិនកំណត់បាត់ទៅហើយមិនគិតឬបូកនឹងដកអីទេណាកន្លែងហ្នឹងគឺដាក់អាណន់តែម្ដងបាទតោះចំពោះលំហាត់ដំណោះស្រាយរបស់យើងគឺមានតែប៉ុណ្្នឹងឯងយើងអាចឆ្ងល់អីខ្ញុំខមមិនវីដេអូនៅខាងក្រោមបាទអរគុណបងប្អូនទាំងអស់គ្នា